អ្នកទាំងអស់គ្នាសាកសម័យមើលថាខ្លួនឯងគឺជាក្មេងស្រីអាយុ12ឆ្នាំហើយតបមកមានគេមកនិយាយដាក់យើងថាក្តីសម័យរបស់យើងនឹងវាអត់សំខាន់ទេដោយសារតែយើងជាក្មេងស្រីតើអ្នកនរគ្នាមានអារម្មណ៍យ៉ាងម៉េចហើយនេះហើយគឺជាអារម្មណ៍ដែលក្មេងស្រីបានជួបប្រទះហើយចំណុចដែលក្មេងស្រីបានជួបប្រទះច្រើនបំផុតហ្នឹងគឺមាន3ទី1គឺដោយសារកត្តាជីវភាពគ្រួសារដែលធ្វើឲ្យពួកគាត់ហ្នឹងបញ្ឈប់ការសិក្សារបស់កូនរបស់គាត់ព្រោះដោយសារគាត់អាចផ្គត់ផ្គង់ការសិក្សារបស់កូនរបស់គាត់បានទេអញ្ចឹងគាត់ឲ្យកូនរបស់គាត់ហ្នឹងទៅធ្វើការដើម្បីមកផ្គត់ផ្គង់ជីវភាពគ្រួសារវិញចំណុចទី2គឺសាលានៅឆ្ងាយពីផ្ទះដោយសារតែសាលានៅឆ្ងាយអញ្ចឹងពួកគាត់ខ្វះខាតនៅក្នុងការអត់មានមធ្យោបាយធ្វើដំណើរឬក៏អាចថាបើពួកគាត់មានជីវភាពក្រីក្រហើយវាកាន់តែពិបាកសម្រាប់ពួកគាត់នៅក្នុងការធ្វើដំណើរទៅរៀនហើយចំណុចបន្ទាប់នោះគឺការលើកកម្ពស់បុរសជាជាងស្ត្រីដោយសារតែជាពិសេសចាស់គាត់តែងនិយាយថាក្មេងស្រីហ៊ានធម្មតាហ៊ានឲ្យតែដឹងបានហើយព្រោះដោយសារចុងក្រោយនៅផ្ទះមើលកូនឡើយទេដែរទេអញ្ចឹងឲ្យកូនប្រុសហ៊ានវិញទៅ yes ហ្នឹងគឺជាផ្នត់កំណត់ដែលមនុស្សចាស់គាត់តែងតែនិយាយដាក់ក្មេងស្រីហើយខ្ញុំដែលក្មេងស្រីភាគច្រើនជួបប្រទះហើយនឹងយល់តែងតែឮពាក្យសម្ដីទាំងនោះចេញពីពួកគាត់ចេញពីអ្នកចាស់ភាគច្រើនហើយយើងក៏បានចូលទៅសម្ភាសដែលការសម្ភាសរបស់ពួកយើងហ្នឹងគឺពេលយើងសួរពួកគាត់ហើយយើងបាននៅបញ្ហា3ដែលពួកយើងបានដែលខ្ញុំបាននិយាយមិញហ្នឹងតែពួកគាត់សិតតែជួបបញ្ហាទាំងអស់នោះយើងក៏បានធ្វើការ search ទៅលើអ៊ីនធឺណិតដើម្បីប្រមូលព័ត៌មានបន្ថែមថាព័ត៌មានបន្ថែមទៅលើបញ្ហាមួយនេះគឺដោយមានចំនួនក្មេងស្រី582លាននាក់នៅលើពិភពលោកដែលមានអាយុចាប់ពី10ទៅ19ឆ្នាំហ្នឹងពួកគាត់បានជួបបញ្ហាមួយហ្នឹងដោយពួកគាត់អត់បានរៀនចប់ដូចជា85%នៅ85%គឺពួកគាត់ជួបបញ្ហាខ្វះខាតជីវភាពក្រីក្រហើយមកជាង87%ទៀតពួកគាត់អត់អាចបញ្ចប់មធ្យមអាចថា primary school ហើយកត្តាទាំងអស់ហ្នឹងឯងដែលបង្ហាញថានេះគឺជាបញ្ហាមួយដែលក្មេងស្រីភាគច្រើនបានជួបប្រទះខ្ញុំក៏បាន come up with idea ថា hope for her education this title នេះគឺបានន័យថាយើងនឹងធ្វើ charity មួយដើម្បីជួយក្មេងស្រីលុបបំបាត់ការបោះបង់ការសិក្សានិងជួយពួកគាត់ឲ្យពួកគាត់មានក្តីស្រមៃមានឱកាសដូចក្មេងប្រុសដែរតាមរយៈដូចជាការជួយទៅលើថ្លៃសាលារៀនsupply ហើយនិង program ផ្សេងៗទៀតតាមរយៈការបានមកពីការ donate ដែលបានប្រាក់ដែលមកពីអ្នក donate មកកាន់ពួកយើង so process នៃការធ្វើ charity របស់ពួកយើងទី1គឺយើង collab ជាមួយនឹង organization ដើម្បីឲ្យ organization ទាំងអស់ដើម្បីឲ្យអ្នក donate មកយើងហ្នឹងមានការទុកចិត្តលើយើងទុកចិត្តលើយើងថាយើងពិតជាយើងពិតជាធ្វើការ donate ពិតប្រាកដមែនយើងអត់បានបោះប្រាស់ពួកគាត់ទេហើយបន្ទាប់មកយើងនឹងផុសនៅក្នុង social media ដើម្បីឲ្យមានអ្នកដឹងកាន់តែច្រើនអំពី charity របស់យើងហ្នឹងហើយអ្នកចង់ donate ទាំងអស់ពួកគាត់អាច donate ជាលុយឬក៏ជារបស់សិក្សាទៅឲ្យក្មេងស្រីបានដូចគ្នាហើយនៅពេលដែលពួកយើងប្រមូលបានពួកយើងនឹងយកសម្ភារៈប្រើប្រាស់ឬក៏ថវិកាហ្នឹងយកទៅឲ្យ organization ទាំងអស់ដែល customer របស់យើងគឺមាន3ទី1គឺ public target ទៅលើអ្នកដែលគាត់យកពួកគាត់ចង់ជួយដល់ក្មេងស្រីហើយចំណុចទី2គឺ collaborate ហើយនិង business sponsor យើងក៏ត្រូវការ sponsor ដើម្បីធ្វើឲ្យ charity របស់យើងនឹងវាកាន់តែ work ហើយមានអ្នកស្គាល់ជាងមុនហើយយើងក៏បានថវិកាច្រើនដើម្បីជួយដល់ក្មេងស្រីបន្ទាប់ទៀតដែរចំណុចចុងក្រោយគេដែលសំខាន់បំផុតគឺ government ពួកគាត់គឺជាកត្តាសំខាន់នៅក្នុងការចូលរួមដោះស្រាយបញ្ហាមួយនេះហើយ key partner របស់យើងមានដូចជាការកុមារមេគង្គ Action Education Cambodia Fund Village Shikan ហើយនិង Cambodia Children Fund our commitment គឺយើង first point គឺយើងនឹងលើកដង្កើងក្មេងលើកដង្កើងតាមរយៈចំណេះដឹង
ដោយគាត់នឹងមានឱកាសច្រើនជាងមុននៅពេលដែលពួកគាត់ទទួលបានចំណេះដឹងចំណុចទី2គឺ transfer life ចំណុចនេះបានន័យថាគឺនៅពេលណាដែលពួកគាត់មានចំណេះដឹងទៅពួកគាត់អាចមានការងារល្អៗធ្វើមិនត្រឹមតែជួយកែប្រែជីវិតគាត់តែម្នាក់ទេតែគាត់ប្រែជីវិតគ្រួសាររបស់ពួកគាត់ផងដែរចំណុចចុងក្រោយគេគឺយើងផ្ដោតសំខាន់ទៅលើភាពស្មោះត្រង់យើងក៏នឹងធ្វើឲ្យអ្នកនរគ្នាទុកចិត្តថាយើងប្រកាសជាយកលុយដែលអ្នកនរគ្នា donate ហ្នឹងយកទៅឲ្យ organization ទាំងអស់មែន our team មានដូចជា team lead media ហើយនិងអ្នក design sponsor and ហើយនិង logistics so let's be a future where no 12 years old girl ever had to hear that her dream doesn't matter let's make sure she know that they do thank you